ជំរាបសួរក៏សួស្តីទៅកាន់បងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយនឹងខ្ញុំបាទជាមួយនឹងវីដេអូប្លុកទៅផ្សារបងប្អូនទៅផ្សារអ្នកនរចុះឡើងក្រុមយើងក៏ឆូតកាតហើយយើងក៏ចុះដើរទៅផ្សារហើយនោះផ្សារដែលខ្ញុំត្រូវទៅតែខ្ញុំអត់ដល់ទៅទេខ្ញុំដើរឈៀងចូលមកទិញកាហ្វេមួយកែវសិនមករកកាហ្វេឆ្លៀតថតមើលនេះឃើញកាហ្វេខ្លួនឯងនេះបងនេះគឺអ្វីនេះខប់ហើយតោះក៏យកទៅកន្លែងកាត់លុយយើងកាត់កាត់លុយរួចក៏កាន់កាហ្វេដើរចេញក្រៅវិញមកតែជាងក្រៅហើយក៏អ្វីដែលយើងត្រូវតែទៅទៀតនោះគឺទៅដកលុយសិនបាទអស់លុយហើយចុងខែអត់បើកលុយទេឥឡូវយើងទៅដកលុយសិនមកហើយដកលុយចំនួនទាញមើលថាប្រហែលបងប្អូនបាទលុយចេញមកទាញមើលថាប្រហែលគឺ50000វ៉ុននេះធ្វើមិនចាយអស់50000វ៉ុននោះឥឡូវមុនទៅផ្សារផឹកកាហ្វេមើលសិនផឹកកាហ្វេទាំងព្រឹកមកមួយថ្ងៃចូលមកដល់ផ្សារនេះឃើញញៀវហើយដើរមកទៀតក៏ឃើញនេះបងប្អូនកន្លែងដែលខ្ញុំថាទិញពោតឆ្ងាញ់ហើយក៏ដើរពោះកន្លែងហ្នឹងមកដល់កន្លែងនេះឃើញយ៉ាងមកជឿខ្ញុំយូរគឺថ្លៃបងប្អូនតែ5000ទេបាទពីច្រែងហ្នឹងតែ the best ឆ្ងាញ់បងប្អូនហើយដើរបន្តដំណើរមកទៀតឃើញប៉មនេះសัตว์ល្អបងប្អូនអើយនេះផ្សារគេឃើញនេះផ្សារដូចផ្សារខ្មែរយើងចឹងដាក់លក់កៅអៅតាមឆាប់ដូចគ្នាឥឡូវដើរមកទិញដល់កន្លែងសាច់ជ្រូកហ្នឹងខ្ញុំទិញអញ្ជនីជ្រូក10000ហើយទិញអាឆ្អឹងខ្នងឆ្អឹងខ្នងជ្រូកហ្នឹងក៏5000ទៀតទឹកគ្រាន់ស្ងោរហើយស្អីនេះយើងស្ងោរជាមួយស្បៃជ្រូកនេះហ្នឹងហើយទិញហ្នឹងក៏គាត់លុយឲ្យគេទៅធ្វើតាមនេះដល់នេះបងប្អូនថានេះក្រូចណាច្រែងគេតែ5000ទេក្រូចប៉មគឺ10000ប៉មទាំងថ្លៃហ្នឹងហើយថ្លៃឈើនេះល្អហើយឥឡូវដើរមកមើលគ្រឿងសមុទ្រសិនពោះកន្លែងគ្រឿងសមុទ្របន្តិចមានកន្លែងលក់ភួយលក់ខ្នើយដូចផ្សារយើងនៅខ្មែរចឹងបងប្អូននេះឃើញកៅអៅគេតែក្រុមឆាត់គេនេះថ្លៃគួរសមណាបងប្អូនខ្ញុំស្មានតែថោកមានថោកណាថ្លៃអូខេតែថាញៀវក៏ល្អដែរញៀវនេះស្រស់ល្អណាតែខ្ញុំអត់ទិញទេគាត់តែថតឲ្យមើលអ្វីដែលខ្ញុំត្រូវទិញនោះគឺបង្គាទៀតហើយដូចបានដឹងចឹងប្លុកដល់ផ្សារវគ្គមុនគឺទិញបង្គាដែរប៉ុន្តែបង្គានោះហូបអស់ហើយឥឡូវមកទិញទៀតហើយនិយាយរួមទៅផ្សារដែលនៅក្បែរផ្ទះរបស់ខ្ញុំនេះគឺ5ថ្ងៃបើកម្ដងមែនប៉ុន្តែរបស់ដែលលក់គឺស្រស់ល្អប៉ុន្តែបង្គាថ្ងៃនេះទងនេះកកដល់នេះអត់សូវស្រស់ទេតែអីទេណូទៅទៅមកទៅដើរទៅវិញឃើញដើរមកឃើញអាកន្លែងគេលក់មិននោះបងប្អូនអីតំណងរបស់គេដែរតែទិញមកប៉ងមើលភ្លក់សាក់មើលបងប្អូនអើយដល់ផ្ទះជូរណាមិននោះគេនេះជូរជាងក្រូចទៀតបាទអូអត់ឆ្ងាញ់ទេមិននោះហ្នឹងជូរជាងក្រូចទៀតហើយខ្ញុំនេះហុចលុយហុចអីឲ្យគេហើយកំប៉ុងនេះ3000គេអាប់ឲ្យមកវិញឥឡូវនេះឃ្លានដែរនេះមិត្តភក្តិរបស់ខ្ញុំគាត់ថាគាត់ប្រពន្ធមកហូបអូតេងកន្លែងហ្នឹងគាត់ថាអូតេងឆ្ងាញ់គាត់និយាយមកធ្វើដូចខ្ញុំមិនដែរហូបអូតេងហ្នឹងដែរឥឡូវខ្ញុំសាកហូបមួយមើលឥឡូវខ្ញុំចាប់ដើមជលក់ទឹកត្រីហើយបាទហើយហុយក្តៅមេឃខ្យាច់ឆ្ងាញ់ហើយឥឡូវក៏ភ្លក់នេះមើលមាត់ហើយយើងដើរកន្លងមកឃើញកន្លែងគេលក់នេះនំសត្វតនំនេះបងប្អូនអើយអូចេកឃើញចេក3000នឹកដល់អំបុកនៅផ្ទះញ៉េទិញទៅអីគេថាបាយឯងមិត្តភក្តិទិញមកបាទក៏គាត់អត់មានnăm yên ឬ51ហ្នឹង3000តែមានអីបងចេកដំបងមកគេនេះ3000ល្មមហូប2នាក់ហើយគាត់ហុចមកឲ្យដើរមកឃើញកន្លែងលក់កៅអៅតែសត្វតែកៅអៅសេរីគាត់អត់ទិញទេបងប្អូនគាត់ថតឲ្យមើលហើយមកទៀតក៏មើលទៅសក់គេនេះមកច្រែងតែ3000ទេបានដូចជា6ផ្លែបាទធូរថ្លៃជាងនៅក្នុងម៉ាតតិចក្នុងម៉ាតនោះ3ផ្លែទេ3000ដែរនិយាយរួមទៅផ្សារហ្នឹងបើខ្ញុំគិតថាបើសិនជាបើកមកទឹកម្ដងចាំថ្ងៃសៅរ៍ទឹកដឹងតែនេះច្រើនមកតែអានេះច្បាប់របស់កូរ៉េគេគឺ5ថ្ងៃបើកម្ដងមិនប្រកាសថាចាំថ្ងៃណាទេគឺ5ថ្ងៃបើកម្ដងដើរមកឃើញកន្លែងលក់មាន់នេះទៅនេះបងមានមាន់មានទាហើយផ្លូវមាន់នេះទំនងដែរក៏ហាន់គេទៅទិញអាទិត្យមុនហើយឥឡូវទិញទៀតចំតាសើហ្មងលោកឲ្យលោកឥឡូវគាត់ទិញហើយគាត់សម្រេចចិត្តថាទិញគឺទិញហើយគាត់អត់ជាប់ទេហើយគាត់ដើរមកផ្ទះវិញគាត់លូខឹងខ្ញុំបាទថាថៃបានមិនជួយគាត់ផងយ៉ាបដល់គាត់ទិញទាំងអស់100000អញ្ចឹងខ្ញុំថាមនុស្សធំប៉ុណ្នេះហើយគាត់មិនក៏គាត់ជាប់ដែរមានតែពាត់ទេបើថាទិញចេះគិតចឹងមានតែពាត់ទេឥឡូវគាត់មកទិញទាំង3ជូរដែលខ្ញុំប្រាប់នោះថាទូថ្លៃហើយឆ្ងាញ់ហ្នឹងឥឡូវគាត់មកទិញហើយព្រោះអាទិត្យមុនខ្ញុំទិញមកគាត់ភ្លក់ថាឆ្ងាញ់ឥឡូវគាត់ចាប់ដើមតថ្លៃពួកគេហើយគាត់អល់ថាគាត់យកមួយនេះនេះតាមនេះទៅមានសពមានតាំងពីសាច់ជ្រូកគាត់លើហើយលើគាត់ដើរគាត់នឹកឃើញអាងាវគេអាធំនេះខ្ញុំថាងាវបងប្អូនប៉ុន្តែមិត្តភក្តិខ្ញុំថាគេមិនហៅងាវទេគេហៅឆេងខ្ញុំអត់ស្គាល់ទេខ្ញុំស្គាល់ថាងាវខ្ញុំឃើញធំនេះខ្ញុំគិតថាងាវហើយ
ឥឡូវគាត់ទិញមកកញ្ច្រែងមកគាត់ថានឹងសាច់ឆ្ងាញ់ជាងងាវទៀតបាទហើយឆ្ងាញ់មែនហើយព្រោះមើលទៅធំល្អហើយគាត់ថែមឲ្យ2ប៉ុន្តែមកគាត់អត់ស្រស់សោះអ្នកលោកឥឡូវចប់ហើយប្លុកដើរផ្សារគឺមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនជម្រាបលាបាយបាយ